វិធីធ្វើងាយៗខ្ញុំដាក់មីដែលយើងលាយគ្រឿងហើយហ្នឹងយើងដាក់មកហើយដាក់ពងទាហើយរសស្លឹកខ្ទឹមគឺចប់តែម្ដងសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជាមួយបាទឆេងទៀតហើយថ្ងៃនេះមកធ្វើវីដេអូញ៉ាំរឿងប្លែកម្ដងគឺខ្ញុំញ៉ាំមីគោកហើយចុងដើមវីដេអូហ្នឹងក៏ខ្ញុំបានប្រាប់ពី process ក្នុងការធ្វើមីគោកដែរខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាចេះធ្វើទាំងអស់គ្នាអញ្ចឹងមកខ្ញុំអត់បង្ហាញវិធីធ្វើគ្រាន់តែដាក់ពីរបៀបមានតិចៗអញ្ចឹងណាមីរបស់យើងមានថ្ងៃនេះខ្ញុំមានរបស់ផ្លែកញ៉ាំជាមួយគឺខ្ញុំញ៉ាំមួយទឹកសក់នេះបងប្អូនប្រភេទទឹកសក់ជ្រក់ដែលទិញមកពីផ្សារតែវាឆ្ងាញ់វាញ៉ាំមួយអាមីនឹងត្រូវគ្នាហ្មងតែកំរងចាំយូរមកអញ្ជើញញ៉ាំមួយខ្ញុំទាំងអស់គ្នាអាមីហ្នឹងញ៉ាំជាមួយនឹងទឹកសក់ជ្រក់នឹងត្រូវគ្នាហ្មងជាតិនេះនេះផ្សិតបញ្ជុលរបស់យើងហ្នឹងផ្សិតបញ្ជុលហ្នឹងស្រស់ហើយណាអ្នកនាងOh my god ពងមាន់យើងខ្ញុំជៀនជាប់ភ្នៅតែបានជាប់ភ្នៅបែកអស់លីអត់សូវចេះជៀនហ៎ពងមាន់បែកអស់លីខ្ញុំអត់សូវញ៉ាំពងទាទេតែពងទាវាឆ្អាបយើងញ៉ាំវាជាមួយពងមាន់ណាមើលឆ្ងាញ់ញ៉ាំអញ្ចឹងរាល់ពេលញ៉ាំមីណាអ្នកកុំភ្លេចសាប់គីមជីជ្រក់ដាក់ទៅត្រូវគ្នាហ្មងmy god នេះOh my god វីដេអូខ្ញុំគ្មានស្រែកនឹងលាន់ពេញហ្នឹង
cũng được đó xem chua liền như sao máu ôi mi cái tình trạng người ta sao nhưng mà con này lúc cái thấy chua mình làm xui lo mình tèn thấy rồi tôi chắc nhắm tới chức năng ngủ vì chắc như mong á cho người ta bữa sinh chỉ nhung cắp này là nhận ban xa luôn nãy nhận đơn người ta vì chức năng mình cho anh nhỉ Chúng ta video những người tên bớt sinh cùng ngày bong ôn được ở phía bên chân nên các video nhằm bài nhóm xong rồiជួយ like ជួយ share ជួយ follow ហើយដើម្បីខ្ញុំមានមកចិត្តវីដេអូបន្តទៀតអញ្ចឹងសូមអរគុណច្រើនជំរាបលាបងប្អូនទាំងអស់គ្នាបាយបាយ